ពួកយើងចង់បានគឺមានវត្តមានសហជីពឯករាជ្យ LRSU ដែលមានខ្ញុំមកនេះគោលបំណងដែលចម្បងជាងគេគឺសូមឲ្យតកែ Nagawer នឹងទទួលយកថ្នាក់ដឹកនាំកញ្ញាឈឹមស៊ីធហើយនឹងសមាជិកដែលនៅសល់ដែលមានឈ្មោះកាត់និងមិនមានឈ្មោះកាត់ឲ្យចូលធ្វើការវិញដូច្នេះបើសិនជាកោតកោដែលមានឈ្មោះកាត់និងមិនមានឈ្មោះកាត់និងថ្នាក់ដឹកនាំដែលត្រូវបានគេបញ្ឈប់នឹងឲ្យបានចូលធ្វើការវិញពួកខ្ញុំក៏មិនបានមកឈរទៀមទានៅមុខ Naga នឹងវិញដែរបើសិនជាមានដំណោះស្រាយឲ្យពួកខ្ញុំចូលធ្វើការវិញពួកខ្ញុំនឹងឈប់មកឈរតវ៉ានៅមុខ Naga ហ្នឹងឯងហើយអញ្ចឹងខ្ញុំសូមឲ្យដល់ក្រសួងពាក់ព័ន្ធនិងថ្នាក់ដឹកនាំប្រទេសកម្ពុជាជួយដឹងជួយឮជួយរកយុត្តិធម៌ជូនដល់ពួកខ្ញុំដែលជាកោតកោរងពាក្យអយុត្តិធម៌ខ្លាំងព្រោះពួកខ្ញុំក៏មិនចង់មកចូលនៅកន្លែងនេះដែរពួកខ្ញុំត្រូវការមានវត្តមានសហប្រធានបានចូលធ្វើការវិញហើយពួកខ្ញុំក៏បានចូលធ្វើការវិញដែរពួកខ្ញុំមិនចង់ឈរនៅទីនឹងរហូតទេហើយសូមជួយថ្នាក់ដឹកនាំសូមមេត្តាជួយរកយុត្តិធម៌រកដំណោះស្រាយឲ្យពួកខ្ញុំចូលធ្វើការវិញផងព្រោះពួកខ្ញុំនៅក្រៅ5ឆ្នាំហើយស៊ីអត់ស៊ីឃ្លានដើរធ្វើស៊ីឈ្នួលគេជូតផ្ទះបោសផ្ទះឲ្យគេអញ្ចឹងសូមមេត្តាថ្នាក់ដឹកនាំនឹងតៅកែ Nagawer ជួយយកពួកខ្ញុំនឹងប្រធានសហជីពកញ្ញាឈឹមស៊ីធបានចូលធ្វើការវិញផងខ្ញុំមានតែប៉ុណ្្នឹងសម្រាប់1900ថ្ងៃជាងហើយតើសម្រាប់ជីវភាពនឹងប៉ះពាល់អ្វីដែរសម្រាប់ការធ្វើកោតកម្ម1657ថ្ងៃជីវភាពខ្ញុំប៉ះពាល់ខ្លាំងណាស់ពេលខ្លះរកតែអង្គច្រកឆ្នាំងបានអងដើរជួនកាលទៅដើរបេះបន្លែតាមភូមិយកមកដើម្បីធ្វើជាម្ហូបចំអិនដល់កូនចៅហូបជួនកាលទៅធ្វើស៊ីឈ្នួលគេជូតផ្ទះឬក៏លាងចានឲ្យគេធ្វើអ្វីក៏សុខចិត្តធ្វើដែរដើម្បីឲ្យបានលុយមើលការខុសត្រូវក្នុងផ្ទះដោយសារអីមិនចង់ហ៊ានទៅធ្វើការនៅឆ្ងាយទេដោយសារនៅតវ៉ាដើម្បីឲ្យតកែក្រុមហ៊ុន Nagawer ទទួលយកថ្នាក់ដឹកនាំនឹងអ្នកដែលនៅខាងក្រៅមានឈ្មោះកាត់នឹងមិនមានឈ្មោះកាត់នឹងបានចូលធ្វើការវិញអញ្ចឹងអីបានសូមឲ្យដល់ថ្នាក់ដឹកនាំជួយរកយុត្តិធម៌ឲ្យដល់កោតក្រ Nagawer ផង